ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះផងដែរនាងខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនពីប្រភេទឈុតអាជីវកម្មផលិតទឹកសុទ្ធដែលមានពីរខ្នាតផងដែរគឺខ្នាត500លីត្រនិងខ្នាត1000លីត្រក្នុង1ម៉ោងហើយនៅខាងក្រៅនេះខ្ញុំនេះគឺជាឈុតម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធខ្នាត1000លីត្រក្នុង1ម៉ោងដែលយើងប្រើជាមួយនឹងធុងចម្រោះធុងស្មាច់ហើយប្រព័ន្ធទូបញ្ជាភ្លើងចាស់ពិតជាស្តង់ដារនិងល្អខ្លាំងមែនទែនដែលយើងទើបតែរៀបចំ modify ថ្មីផងដែរចាហើយខ្នាត1000លីត្រនេះគឺយើងមាន AO ចា40ចំនួន4ដើមផងដែរដែលពុកម៉ែបងប្អូនអាចជ្រើសរើសយកឈុតនេះបានសម្រាប់ទៅបើកអាជីវកម្មលក្ខណៈគ្រួសារខ្នាតមធ្យមបានចាហើយសម្រាប់ពុកម៉ែបងប្អូនដែលពេញចិត្តជាមួយនឹងខ្នាតនេះបងប្អូនអាចធ្វើការជ្រើសរើសជាប្រភេទធុងស្មាច់ក៏បានចាធុងអ៊ីណុកឬមួយក៏ធុងអ៊ីណុកវ៉ាធំក៏បានដែរចាឥឡូវនេះសូមចេញពុកម៉ែបងប្អូនមកទស្សនាជាមួយនឹងម៉ាស៊ីនផលិតទឹកសុទ្ធខ្នាត500លីត្រវិញម្ដងចាសម្រាប់ខ្នាត500លីត្រគឺយើងធ្វើការដាក់ AO ចាបន្សុទ្ធទឹកនេះចំនួន2ដើមផងដែរដែលមួយដើមគឺផលិតទឹកបាន250លីត្រចឹងសម្រាប់ពីដើមគឺផលិតទឹកបាន500លីត្រក្នុង1ម៉ោងចាចំពោះតួម៉ាស៊ីនខ្នាត500លីត្រគឺអត់ខុសគ្នាពីខ្នាត1000លីត្រទេគឺតួម៉ាស៊ីនគឺស្រស់ស្អាតល្អស្តង់ដារដូចគ្នាចាហើយបងប្អូនអាចចេញមើលនៅក្នុងវីដេអូនេះបានគឺការរៀបចំពិតជាល្អនិងស្តង់ដារខ្លាំងមែនទែនដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនដែលមានគម្រោងក្នុងការបើកអាជីវកម្មផលិតទឹកពិសាបរិសុទ្ធដែលកំពុងតែស្វែងរកក្រុមហ៊ុនដំឡើងម៉ាស៊ីនមានស្តង់ដារនិងគុណភាពខ្ពស់ជាពិសេសគឺ pH ទឹកផលិតចេញមកគឺមានស្តង់ដារល្អរសជាតិស្រទន់ឆ្ងាញ់ផងដែរបងប្អូនអាចធ្វើការតាក់ទងនិងទំនាក់ទំនងជាមួយនឹងខាងក្រុមហ៊ុនយើងខ្ញុំបានចាសូមអរគុណសូមជម្រាបលា